ប្រាសាទតាមុនធំជាស្ថាបត្យកម្មខ្មែរដែលកសាងឡើងនៅសតវត្សទី11ដល់ទី13ដោយព្រះបាទជ័យវរ្ម័នទី7ប្រាសាទនេះមានទីតាំងស្ថិតនៅភូមិតាមុនសែនជ័យឃុំគុកមនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យដែលមានប្រាសាទដំរីទ្រូមនៅក្បែរនោះនិងមានចម្ងាយ13គីឡូម៉ែត្រពីប្រាសាទតាក្របីដែលស្ថិតនៅលើជួរភ្នំដងរែកបើតាមការបញ្ជាក់ពីព្រឹទ្ធាចារ្យដែលរស់នៅនិងថែទាំនៅទីនោះបានបញ្ជាក់ថាការដាំឡើយប្រាសាទតាមុនទាំងមូលមានឈ្មោះថាប្រាសាទវេទមន្តលុះក្រោយមកក៏ក្លាយជាប្រាសាទតាមុនរហូតមកដល់សព្វថ្ងៃនេះប្រាសាទតាមុនធំជាទីសក្ការៈបូជារបស់ខ្មែរបុរាណដែលស្ថិតនៅតាមផ្លូវបុរាណពីរាជធានីអង្គរទៅផ្នែកខាងជើងនៃអាណាចក្រអង្គរប្រាសាទនេះក៏សាងឡើងដើម្បីឧទ្ទិសដល់ព្រះសិវៈក្នុងព្រហ្មញ្ញសាសនាប្រាសាទនេះដែរក៏សាងឡើងនៅក្នុងសម័យអាណាចក្រអង្គរដែលមានទីតាំងស្ថិតនៅលើជួរភ្នំដងរែកប្រសិនបើគ្មានដើមឈើនៅលើជម្រាលភ្នំនៅពីមុខប្រាសាទគេនឹងឃើញមានទិដ្ឋភាពដ៏ស្អាតលើដីទំនាបរបស់កម្ពុជាឆ្ពោះទៅភាគខាងត្បូងបើគេចេញពីខ្លោងទ្វារប្រាសាទគេអាចធ្វើដំណើរលើផ្លូវបុរាណដែលមកពីរាជធានីអង្គរចំណែកនៅខាងក្រោមមានស្រះទឹកបុរាណមួយប្រាសាទតាមុនធំជាប្រាសាទដែលតម្កល់ព្រះសិវលិង្គធម្មជាតិមួយដែលមានឈ្មោះថាស្វាយជម្ពូលិង្គដែលមានន័យថាលិង្គដែលកើតឡើងដោយខ្លួនឯងប្រាសាទបុរាណខ្មែរភាគច្រើនតម្រង់ទិសឆ្ពោះទៅទិសខាងកើតចំ90ដឺក្រេហេតុនេះអនុញ្ញាតឲ្យព្រះអាទិត្យរះដើម្បីបំភ្លឺអាទិទេពនៅទីជម្រកកណ្ដាល2ដងក្នុងមួយឆ្នាំប្រាសាទខ្មែរពី3ប៉ុណ្ណោះដែលមានខ្លោងទ្វារបែរមុខទៅទិសខាងត្បូងដូចជាប្រាសាទភិមាននិងប្រាសាទតាមុនធំប្រាសាទដែលបែរមុខទៅទិសខាងត្បូងមានការជាប់ទាក់ទងនឹងព្រះយមរាជគឺជាព្រះអាទិទេពនៃការស្លាប់ប្រាសាទភិមានក៏ដូចជាប្រាសាទតាមុនធំបានបែរទៅទិសខាងត្បូងដែលតម្រង់ទៅរករាជធានីអង្គរប្រាសាទតាមុនធំបែរមុខទៅទិសខាងត្បូងមាន 171.5 ដឺក្រេដែលមាន 8.5 ដឺក្រេទៅខាងត្បូងនិងមាន 24 ដឺក្រេតម្រង់ទៅកាន់រាជធានីអង្គរលក្ខណៈពិសេសនៃទីតាំងដ៏អស្ចារ្យនេះក៏ដោយសារតែវត្តមានរបស់ថ្មធម្មជាតិមួយដែលមានលក្ខណៈសើមជានិច្ចបណ្ដាលមកពីចរន្តទឹកដែលផុសចេញពីបាតភ្នំគឺថ្មធម្មជាតិនេះហើយដែលគេបានប្រដូចទៅនឹងព្រះសិវលិង្គឬលិង្គព្រះឥសូរដ៏មានមហិទ្ធិឫទ្ធិក្នុងសម័យកាលបុរាណប្រការនេះហើយដែលថ្មលិង្គស្វ័យចម្ពូបានคล้ายទៅជាចំណុចកណ្ដាលឬបេះដូងនៃប្រាសាទតាមុនធំដោយហេតុថាមានការសាងសង់ប្រាង្គហុំព័ទ្ធពីលើព្រមទាំងសំណង់ឧបសម្ព័ន្ធនានានៅជុំវិញក្នុងបរិបទនេះហើយទើបទីតាំងនៃប្រាសាទកាន់តែស័ក្តិសិទ្ធិឡើងមួយគុណជាទ្វេដងតាក់ទងនឹងប្រវត្តិនៃឈ្មោះប្រាសាទនេះផងដែរត្រូវបានគេបញ្ជាក់ឲ្យដឹងថាប្រាសាទបុរាណខ្មែរភាគច្រើនដែលមានឈ្មោះហៅរហូតមកដល់សព្វថ្ងៃគឺអាស្រ័យទៅលើប្រជាជននៅក្នុងតំបន់នោះជាអ្នកហៅឬជាអ្នកដាក់ឈ្មោះការហៅឈ្មោះឬការដាក់ឈ្មោះឲ្យប្រាសាទទាំងនោះគឺអាស្រ័យលើស្ថានភាពទីតាំងភូមិសាស្ត្រធម្មជាតិជុំវិញលក្ខណៈប្រាង្គរបស់ប្រាសាទរឿងព្រេងដែលនិយាយតៗគ្នាជួនកាលខ្លះទៀតគេហៅដោយយោងទៅតាមរូបបដិមាឬចម្លាក់ផ្សេងៗដែលមាននៅក្នុងប្រាសាទស្រាប់ដែលគេមានជំនឿឬយល់ថាសំខាន់សម្រាប់ប្រជាជនរស់នៅជុំវិញសហគមន៍របស់ពួកគេចំពោះប្រាសាទតាមុនធំប្រជាជនដែលរស់នៅក្នុងតំបន់នោះជាពិសេសចាស់ៗគាត់និយាយថាប្រាសាទតាមុនធំបើតាមចាស់ពីដើមដំណាលតមកថាប្រាសាទនេះមានឈ្មោះថាប្រាសាទតាមទាន់ការដែលហៅប្រាសាទតាមទាន់ដូច្នេះដោយសារមានរឿងព្រេងមួយបានដំណាលតមកថាកាលពីដើមឡើយមានព្រះមហាក្សត្រមួយព្រះអង្គឈ្មោះយៈសោកេព្រះអង្គសពព្រះហឫទ័យចិញ្ចឹមសត្វបក្សាបក្សីខ្លាំងណាស់ក្នុងចំណោមសត្វបក្សាបក្សីទាំងនោះសត្វទទាជាសត្វដែលព្រះអង្គសពព្រះហឫទ័យជាងគេដោយសារតែរាជកិច្ចច្រើនក្នុងការមើលការខុសត្រូវចំពោះប្រជានុរាស្ត្រនិងការការពារទឹកដីពីការឈ្លានពានពីសត្រូវធ្វើឲ្យព្រះបាទយៈសោកេភ្លេចភ្លាំងមិនបានដាក់ចំណីឲ្យសត្វទទាស៊ីពេញមួយថ្ងៃគឺនៅថ្ងៃពេញបូរមីតែម្ដងដែលជាហេតុធ្វើឲ្យសត្វទទានោះងាប់ហើយបានចាប់កំណើតជាព្រះមហាក្សត្រឈ្មោះព្រះបាទឧឡូដែលមានគំនិតគុំគួនចង់កំហឹងចង់សងសឹកជាមួយព្រះបាទយៈសោកេដែលធ្វើឲ្យខ្លួនស្លាប់កាលពីអតីតជាតិដែលទៅជាសត្វទទានោះព្រះបាទឧឡូបានលើកទ័ពជាច្រើនតាមប្រហារព្រះបាទយៈសោកេដើម្បីសងសឹក
ព្រះបាទយសោកេដោយសារកម្លាំងទ័ពរបស់ខ្លួនមានតែជាងព្រះបាទឧឡូក៏បានភៀសព្រះកាយចេញពីព្រះនគរដោយជិះដំរីសភ្លុកខៀវចូលក្នុងព្រៃដោយនាំព្រះអគ្គមហេសីឈ្មោះនាងបទុមនិងបុត្រានៅក្នុងផ្ទៃទៅជាមួយពេលទៅដល់ក្នុងព្រៃនៅលើភ្នំដងរែកព្រះអង្គបានចុះសម្រាកនៅទីនោះគឺថ្មក្រែសពថ្ងៃនៅត្រង់រូបដំរីទ្រោមហើយព្រះបាទយសោកេបាននាំអគ្គមហេសីរបស់ខ្លួនឡើងទៅលើខ្នងភ្នំកសាងប្រាសាទមួយនៅទីនោះសពថ្ងៃគឺប្រាសាទតាមុនធំស្នាក់នៅបាន7 ខែនិយាយពីព្រះបាទអូឡូពេលបានដំណឹងពីទីតាំងលាក់ខ្លួនរបស់ព្រះបាទយសោកេហើយក៏បានលើកទ័ពដេញតាមចាប់ឯព្រះបាទយសោកេពេលដឹងថាព្រះបាទអូឡូលើកទ័ពមកតាមចាប់ក៏ប្រញាប់ភៀសខ្លួនតែកិច្ចមិនរួចក៏ត្រូវបានកងទ័ពព្រះបាទឧឡូតាមទាន់ចាប់បាននៅកន្លែងនោះតែម្ដងដោយហេតុនេះហើយនៅសម័យក្រោយមកគេនាំគ្នាហៅប្រាសាទនោះថាប្រាសាទតាមទាន់ដោយសារព្រះបាទឧឡូតាមទាន់ចាប់បានព្រះបាទយសោកេនៅទីនោះហើយក្រោយមកក្លាយជាប្រាសាទតាមុនតមកជាមួយគ្នានេះដែរដោយសារនៅទីនោះមានប្រាសាទចំនួន3ដែលនៅជិតៗគ្នាហើយមានឈ្មោះតាមុនដូចគ្នានោះដូចនេះប្រជាជនកំណត់យកប្រាសាទដែលធំជាងគេហៅថាប្រាសាទតាមុនធំឯប្រាសាទដែលតូចល្មមហៅថាប្រាសាទតាមុនតូចហើយប្រាសាទដែលតូចជាងគេហៅថាប្រាសាទតាមុនឬប្រាសាទបៃក្រៀមនេះឯងសូមបញ្ជាក់ថារឿងព្រេងខាងលើវិញណាស់ហើយវាមានជាប់តាក់ទងទៅនឹងតំបន់និងប្រាសាទមួយចំនួនទៀតនៅក្នុងនោះដូចជាភូមិលបើករឹតប្រាសាទគុកភូមិព្រំកលសពប្រាសាទបន្ទាយទ័ពប្រាសាទបន្ទាយឆ្មាភ្នំកំព្រាជាដើមហើយឈ្មោះស្ដេចព្រះបាទយសោកេនៅក្នុងរឿងនេះមានឈ្មោះដូចគ្នាទៅនឹងឈ្មោះស្ដេចក្នុងរឿងព្រេងប្រាសាទចៅស្រីវិបុលដែរសម្រាប់ប្រជាជននៅខេត្តសុរិន្ទគឺគេមានរឿងព្រេងរបស់គេដែរដែលនិយាយតាក់ទងទៅនឹងប្រាសាទតាមុនធំនេះទោះបីជាយ៉ាងណាពាក្យតាមុនធំនេះគ្រាន់តែជាពាក្យប្រជាជនហៅតៗគ្នាក៏ដោយតែទោះជាយ៉ាងណាមានសិលាចារឹកជាច្រើនផ្ទាំងដែលបានរកឃើញនៅទីនោះហើយក្នុងនោះមានសិលាចារឹកភាគច្រើននិយាយពីការថ្វាយទ្រព្យសម្បត្តិនិងវត្ថុផ្សេងៗដល់កម្រងតេងជោគតកេវបាទបច្ចឹមដែលឈ្មោះនេះជាឈ្មោះដែលហៅចំពោះទេពដែលតម្កល់នៅក្នុងប្រាសាទតាមុនធំឬហៅឈ្មោះប្រាសាទតាមុនធំកាលពីសម័យបុរាណមានប្រាសាទខ្មែរចំនួនតិចតួចដែលយើងអាចស្គាល់ឈ្មោះដើមតាមរយៈសិលាចារឹកដែលរកឃើញនៅនឹងប្រាសាទផ្ទាល់ជាក់ស្ដែងប្រាសាទបាគងមានឈ្មោះថាអិនទ្រស្វរៈប្រាសាទភ្នំបាខែងមានឈ្មោះថាយសោធរគិរីប្រាសាទព្រះគោមានឈ្មោះថាបរមេស្វរៈប្រាសាទបន្ទាយស្រីមានឈ្មោះថាត្រីកូនមហេស្វរៈប្រាសាទព្រះវិហារមានឈ្មោះថាស្រីសិក្ខារេស្វរៈប៉ុន្តែទោះបីជាប្រាសាទមួយចំនួនទាំងនោះមានឈ្មោះដើមរបស់ខ្លួនក៏ដោយក៏យើងមិនបានហៅឈ្មោះដើមទាំងនោះទេគឺយើងហៅទៅតាមរឿងព្រេងឬតាមតថភាពជាក់ស្ដែងឥឡូវនេះយើងនឹងសង្ខេបពីព្រឹត្តិការណ៍ប្រាសាទតាមុនរាប់ចាប់ពីថ្ងៃបុណ្យនៃក្តីស្រឡាញ់ទី14